ชีวิตរបស់យើងគ្រប់គ្នាถ้าบัดតែបានកើតមកក្នុងអត្តភាពជាមនុស្សនេះក៏ពិតមែនក៏ប៉ុន្តែយើងទាំងអស់គ្នាមិនអាចគេចផុតពីសេចក្តីស្លាប់នឹងបានឡើយពីព្រោះសេចក្តីស្លាប់ហ្នឹងគឺជាមរតកដាច់ខាតត្រូវតែទទួលមានអ្នកណាទៅពេញចិត្តនៅក្នុងសេចក្តីស្លាប់នឹងមួយនោះប៉ុន្តែគ្រប់យ៉ាងវាមិនមែននៅត្រឹមការមិនចង់ហើយយើងមិនអាចទទួលបានសេចក្តីស្លាប់នឹងទេពីព្រោះពុទ្ធជនទាំងឡាយហ្នឹងកើតមកហ្នឹងគឺដើម្បីតែស្លាប់នឹងឯងញាតិញោមមានដឹងខ្លួនឯងត្រូវតែស្លាប់អញ្ចឹងទេកើតមកគ្រប់គ្នាត្រូវតែស្លាប់អញ្ចឹងហើយសេចក្តីស្លាប់ហ្នឹងតាមពិតវាជារឿងធម្មតាទេសម្រាប់ពុជនទាំងឡាយដែលអាស្រ័យនឹងខណ្ឌ5ហ្នឹងមិនថាពពុសត្វក្នុងអបាយមិនថាពពុមនុស្សក្តីពុទេវតាក្តីពុព្រំក្តីអាយុច្រើនមែនទេហ្នឹងគ្មានអាណាអាយុដល់ច្រើនជាងពុមហាព្រំទេពពុមហាព្រំហ្នឹងអាយុមានព្រំខ្លះ500កាប់ក៏មានដែរមានន័យថាផែនដីវាត្រូវវិនាសបន្តនឹងការកើតនឹងការរលត់ទៅវិញនឹងចំនួន500ដងបានព្រំនឹងត្រូវអស់ជីវិតមានកន្លែងមានព្រំពួកខ្លះទៀតនឹងអាយុច្រើនតលតែមែនទេប៉ុន្តែទោះបីច្រើនយ៉ាងណាក៏នៅតែមានទីបំផុតគឺសេចក្តីស្លាប់គ្រប់គ្នាអត់មាននរណាអាចគេចផុតបានឡើយយូរនឹងឆាប់តែប៉ុណ្្នឹងសូម្បីតែទេវតាដែលយើងកំពុងតែបែបន់បួងសួងសូមឲ្យសុខហ្នឹងទេវតាខ្លះក៏កើតទុកហើយពីព្រោះវារីបដល់ពេលដែលត្រូវចុតិពីឋានដែលកំពុងតែអាស្រ័យនៅហ្នឹងឯងមើលញាតិញោមទាំងអស់គ្នាខំបន់ទេវតាដើម្បីឲ្យបាននៅសេចក្តីសុខមែនទេសូមទេវតាពនាមកោរកៈទេវីឆ្នាំហ្នឹងកោរកៈទេវីចឹងឬក៏មហោទរាទេវីទេមកមិនចាំទេទំនៀមទម្លាប់ខ្មែរយើងមានទេវតាទាំង7អង្គត្រូវចុះមកហ្នឹងហើយសូមឲ្យទេវតាភូមិទេវតាអាកាសទេវតាឬក៏ទេវតាដែលមានអានុភាពខ្ពស់បុណ្យខ្ពស់ហ្នឹងសូមឲ្យជួយសូមឲ្យបានសុខប៉ុន្តែទេវតាហ្នឹងកើតទុកហ្នឹងញាតិញោមក្នុងគម្ពីរលោកសំដែងពួកទេវតាខ្លះកើតទុកសួរតែកើតទុករឿងអីកើតទុករឿងខ្លួនឯងត្រូវអស់បុណ្យហើយត្រូវចុតិពីឋានដែលកំពុងនៅហើយត្រូវធ្លាក់មកកម្មមនុស្សហើយពួកទេវតាខ្លះមិនមែនអស់បុណ្យពីទេវតាមកមនុស្សទេណាអស់បុណ្យពីទេវតាមកនរកតែម្ដងពេលខ្លះខឹងសម្បានឹងគ្នាទេវតាតែហ៊ានខឹងគ្នាទាំងសងខាងចុតិមកទាំងពីរហ្នឹងលោកសំដែងអញ្ចឹងហើយយើងទាំងអស់គ្នានឹងជេរដល់ម៉ែជេរដល់ឪងាយស្លាប់ទេខឹងមុខឡើងក្រហមប៉ុណ្ណាជេរដាក់ទំនីប៉ុណ្ណាក៏មិនងាយនឹងស្លាប់ដែរ